lừa bát lư tao lá chân mơ thì chung này pro ban tại một đó tao pro ban chưa vậy nhé lừa lố lư không à dùng đây pro ban vậy lố tao lố បបាតជាផលធៀបនៃចំនួនករណីស្របនិងចំនួនករណីអាច cho nên phê điện chẳng bây giờ vậy vì pro ban này về mùi chỉ là cái nạ sầm ánh sầm rạp dương đấy cái pro ban vậy kì chi đầm lại đầm lại lấy kết chi phí rồi vô lấy sầm rạp vậy kì tan ao gì kì lừa បាតលើលោកគ្រូ សម្រាប់តាងឲ្យភាពជោគជ័យឬបរាជ័យបានអញ្ចឹង បាទលោកគ្រូ នេះគឺជាន័យវាមួយឬវាអាចថាជាអីគេម្យ៉ាងវាអាចดึงនៃផ្សេងទៀតមកប៉ុន្តែបាទកូនបាទ Bibia mo no? Ini je. Apa? ចឹងនេះន័យវានិយាយអញ្ចឹងណានេះនិយាយទូទៅជារួមរបស់ប្រូបាបចឹងបើក្នុងលំហសំណាក់ឯមួយមានព្រឹត្តិការណ៍យល់ទេព្រឹត្តិការណ៍A ចឹងគឺមានន័យថាម៉េចគឺ A នេះវាត្រូវតែជាសំរងនេះឯងយល់ បាទលោកគ្រូ ចឹង A នេះវាជាសំណុំរងនេះឯងចឹងដល់ពេលនោះគេបានតម្លៃវាគឺនេះគឺ n នៃ A គឺតាងឲ្យចំនួនករណីអាចចំនួនករណីកើតឡើងនេះ A យល់ហើយនឹង n នៃ S ជាចំនួនករណីកើតឡើងនេះឯងយល់ចឹងយើងយក PA នេះតាងឲ្យប្របានព្រឹត្តិការណ៍ A នៃព្រឹត្តិការណ៍បានទេចឹងយើងបាននិយមនៃប្រូបាមយើងគឺប្រូបាមព្រឹត្តិការណ៍ A វាត្រូវតាំងស្មើនឹង n នៃ A ចែកជាមួយនឹង n នៃ A ភាគរយអត្ថន័យមកអញ្ចឹងហ្នឹងបាទវាក្តីសង្ឃឹមយល់ទេចឹងហើយវា A នេះវាជាព្រឹត្តិការណ៍មួយវាអាចជាអីខ្លះការមួយវាអាចជាអីគេអាចជាអីគេទី1គឺវាជាអាចចាត់ថាជាអីគេឡូគេចាត់ទុកថាព្រឹត្តិការណ៍មិនអាចកើតមាន
cứ miền đây tham mày đã anh đi á xóa sổ vô cho nó phải nói dương ban pro ban cả á sao mà cứ xóa sổ vô tí phí với ai khai đi បាន chia លោកគ្រូ ព្រឹត្តិការណ៍ប្រកាសគឺមានន័យថាក្នុងការប្រកាសគាត់វាកើតឡើងចំណេញគឺ A ស្មើនឹង A យល់ទេចឹងអញ្ចឹងបានប្រូបានព្រឹត្តិការណ៍ A ហ្នឹងគឺស្មើជាមួយនឹង1ទី2គឺព្រឹត្តិការណ៍ចៃដន្យអធិប្បាយយល់ទេ បានលោកគ្រូ ចឹងនៅពេលប្រកាសចៃដន្យគឺប្រូបានប្រកាស A ដដែលមិញហ្នឹងគឺស្មើនឹងអីវិញហើយក្នុងនោះត្រូវចាំថាចឹងលក្ខខណ្ឌវាយល់ បានលោកគ្រូ នេះជាន័យវាបាទយើងបានមើលប្រភពពុំហ៎ បើលោកគ្រូ ទៅទី11សម្រាប់មូលដ្ឋាន បានលោកគ្រូ មេរៀនហ្នឹងមើលមិនបានធ្វើលំហាត់អត់ទេតាំងពីភាគអន្សំអីទៅខ្ញុំមិនទាន់បានចាប់ដើមធ្វើលោកគ្រូបានមើលបានបាត់អានមើលវា ឃើញទេ បានលើលោកគ្រូ តោះធ្វើមក ចុងក្រោយនេះគិតថាអ្វីដែលក្រុមទាំងពីរបានរៀបចំក៏ដូចជាការចាត់តាំងសកម្មភាពរបស់គ្រូរបស់អ្នកគ្រូទាំងពីរក៏ឃើញថាជាការអបអរសាទរហើយជាការលើកទឹកចិត្តដល់គណៈយុវគ្រូអ្នកគ្រូទាំងអស់និងបងប្អូនទាំងនេះគាត់មានតែទីសុខបន្តខិតខំប្រឹងប្រែងទៅលើការស្រាវជ្រាវនេះខ្ញុំគិតថាការស្រាវជ្រាវវាជាផ្នែកមួយយ៉ាងសំខាន់សម្រាប់ពង្រីកនៅសមត្ថភាពជំនាញរបស់យើងតែយើងអត់បានស្រាវជ្រាវទេអ្វីដែលយើងដឹងតែតាមពុទ្ធតែយើងមិនបានពេញទៅលើ
thôi làm hai năm có lừa លោកគ្រូ ơi dạ. បានណាហើយឡូតោះឥឡូវមើលយើងមើលចំនួនកណី A វាជាទូទៅយើងទៅសេលំហសំណាក់ឬយើងមិនហេសំណក់កណីនេះអត់អញ្ចឹង NA នេះគឺជាទូទៅនេះគឺជាទូទៅរបស់ពីរលើកអត់កើតចេញពីលំហសំណាក់ A នេះគឺវាមានជាធាតុគូលំដាប់យល់ទេដែលក្នុងនេះយើងតាំងថា x អឺចំនួនបោះបានលើកទី1និង y ចំនួនបានលើកទី2អញ្ចឹងយើងបានអីចឹងឡូ បានលោកគ្រូ ក្នុងនេះយើងបានអីគេយើងបាន x y ជារបស់អីគេឡូចំនួនហ្នឹងវាជាសំណុំមួយគាត់មុខលើក្រងឡាគឺលេខពី1ដល់6អញ្ចឹងយើងបាន NA ហ្មង NA យើងម៉ាគឺត្រូវស្មើនឹងចំនួនកណែក៏លើកទី1
ចំនួនកណ្ដៃអាចរបស់លើកទី1បងយកនេះទេបងសាំងសាចំនួនកណ្ដៃអាចរបស់លើកទី1លើហ៎ឡោ អត់លេលោកគ្រូ គុណនឹងចំនួនកណ្ដៃអាចរបស់លើកទី2អឺ ចឹងយើងបាន NS ស្មើ6គុណនឹង6ស្មើប៉ុន្មាន1គុណ1ស្មើនឹង36ករណីយល់ បាទលោកគ្រូ ចឹងឥឡូវយើងមើលឡើងនេះ A ប្រការបោះលើកទី1បានលេខធំជាង3ចឹងអត់បានទេចឹងយើងបាន A ហ្នឹងជាប្រតិការដែលយើងនឹងសេលក្ខណៈនេះគឺស្មើប៉ុន្មានចឹងលើកទី2មានលក្ខខណ្ឌអត់ បាទលោកគ្រូ ចឹងមានន័យថា x ហ្នឹងចំនួនមួយវាត្រូវតែជាធំជាងប៉ុន្មានធំជាង3ចឹងអត់ចឹងមានលេខប៉ុន្មាន 4 5 6 បាទចឹងហើយ y ជាចំនួនមួយអត់មានលក្ខខណ្ឌច្បាស់លាស់យើងយកទាំងអស់តើមិនឆ្ងល់ មែនតើលោកគ្រូ ចឹងយើងបាន NA ប្រហែល NA យើងហ្នឹងស្មើ3ចឹងអត់ចឹងឯងគុណនឹងលើកទី2ប៉ុន្មានហ៎ 6 6ចឹងស្មើប៉ុន្មានស្មើ 18 18យល់យើងសេកណ្ដៃអាចក៏បានដែរហើយយើងសេកណ្ដៃអាចមែនលឺហ៎ បាទលេលោកគ្រូ យើងសេមិនកណ្ដៃអាចលឺអត់ស្រួលគាត់ឆ្លើយយើងសេជាកណ្ដៃអាច សេករណីសេករណីអាន ចឹងយើងធ្វើតាមអញ្ចឹងក៏បានដែរគឺស្មើ18ចែកជាមួយនឹង36តែបើយើងឆ្វែងយល់ទៅអត្ថន័យវិញយើងសេអញ្ចឹងមកក៏បានដូចគ្នានេះក៏ចង់បញ្ជាក់អញ្ចឹងដែរឃើញទេព្រោះ B នេះគឺមិនវិញគឺមានន័យថាម៉េចដែរសំណុំ B នេះព្រឹត្តិការណ៍បោះទាំងពីរលើកបានចំនួនមានលេខផលបូកស្មើប៉ុន្មានដែរវិញយើងសេជាព្រឹត្តិការណ៍គឺអីគេចឹង x y គឺអត់ដែលមានលក្ខខណ្ឌបាន x បូក y ស្មើបាន10យល់លឺអត់ បាទលោកគ្រូ យើងសេបែបហ្នឹងចឹង x បូក y ស្មើ10ដែលមានយើងដឹងហ្នឹងដែលមាននេះគេដែលមានលក្ខខណ្ឌរបស់យើងឲ្យស្រាប់គឺអី x y ជារបស់ប្រមាណឡូរបស់អំពីណា 1 2 3 ចំនួនទាំងពីររបស់ពី1ដល់6ចឹងក្នុងស្ថានភាពហ្នឹងគេបានអីចឹងគេបានអីគេចឹង x វាអាចស្មើបានបើ x ស្មើនឹង4 y បានស្មើ6ចឹងអត់ឬគេ x ស្មើនឹង6 1 4 x ស្មើនឹង4វិញហើយមាន2កណ្ដៃយល់ចឹង x ស្មើនឹង5 y ស្មើនឹង5ហើយបើ x ស្មើជាមួយនឹងវាអស់ហើយអស់នៅមានទេអស់ហើយ អស់ហើយគ្រូ ចឹងបាន n នេះគេ n b ប្រហែលបាន3យល់ទេ
យល់ បានលោកគ្រូ ស្មើនឹង NB ចែកនឹង NA ចឹងស្មើនឹង3លើ46ចឹងស្មើនឹង1ចែកជាមួយ12ហើយឆ្កល់សួរមកមានទេ មានតែលោកគ្រូ ចឹងនេះមិនវិញហើយដែរឡូ ឡៃដាច់ខាត ចឹងសេ x ស្មើ ដល់ ប៉ុន្មាន y ធាតុវាគឺជាគូលំដាប់ y ដដែលដែលប៉ុន្មានដែល x ដល់ y ស្មើប៉ុន្មាន12ចឹងអត់បាទ ចឹងហ៎ចឹងមានន័យថាម៉ា x ដល់ y ចម្លើយវាត្រូវស្មើប៉ុន្មានទៅបូកដល់2ចឹងអត់ចឹងវាមានអីគេចឹងគឺមានអាចគូលំដាប់គេ x ស្មើអាចអីគេខ្លះ6 3យល់ទេឬថាប៉ុន្មានទៀត 3 1 1យល់ហើយប៉ុន្មានទៀត2 4 2 4 ឬប៉ុន្មានទៀត 4 4 2 2ហើយប៉ុន្មានទៀត3 5 3 ឬប៉ុន្មានទៀត5 3វិញយល់អាចប៉ុន្មានទៀត4 6ហើយនឹងប៉ុន្មាន1 4អស់នៅ អស់ហើយលោកគ្រូ អស់នៅ អស់ហើយលោកគ្រូ ចឹងយើងបាន NS មក N នេះគឺមានតែសេបាទសេយ៉ាងងន់បាទភ្លេចជួររាប់យកឃើញប៉ុន្មាន 3លោកគ្រូ ប៉ុន្មាន8ចឹងហ៎ 8 ចឹងស្មើនឹង2ចែក4ហ្នឹងគឺប៉ុន្មានគឺ9ចា៎យល់ចុះដេចឹងមានន័យថាម៉េចដែរដោយសារលក្ខខណ្ឌរបស់យើងវាដែរគេ y វាត្រូវតូចជាងឬស្មើ6ចឹងហ៎យល់ទេចឹងករណីដែលគេដែលបោះលើកទី2សេព្រឹត្តិការណ៍ឲ្យមិញបានចំនួន7គ្រាប់ជាករណីមិនអាចយល់ទេបោះមកនេះបានហើយយល់ឡូ លោកគ្រូ យល់អត់ទេ យល់លោកគ្រូ អាហ្នឹងស្រួលជាងគេដល់មានអីគេហាត់ទាំងអស់ហ្នឹងតើអាស្រួលអត់មាននេះសេអត់ចេះធ្វើចម្លែកចឹងវិញតបោះឲ្យបានលេខ7ករណីយើងទិញឡានRolls-Royce ឥឡូវហ្នឹងទិញមិនបានបើអត់បានអត់មានឡានបងចឹងប៉ុន្មានប្រការ D ហ្មងស្មើនឹង ND ចែកមួយហ្មង NA យល់ចឹងស្មើនឹង0
chơi ban này này mày đang này bỏ thằng pi lớp ban lấy chi chùm nón miền phao đỏ tôi phao bầu tôi chưa phao đỏ pi chẳng hạn បានលោក chẳng គ្រូ cho nên mà chẳng thì tôi tao nó cứ ở dương ai cho mày trả ở với tao pha nó cu làm đáp ở chỉ cái cho đấy vì anh bên này phải đại lấy kì đại x bộ y cái những tao tao chỉ pha đập bị vô chẳng ấy បានលោកគ្រូ tại x với tao chỉ pha vào mùi à hay y cái với tao chỉ pha vào mùi lấy mình chứ chứ nó mà tìm ăn mà nó tìm ăn x bộ y cái với tao chỉ pha nó bụi đó vô đấy mà bị ba đấy បានលោកគ្រូ chẳng miền này thà ở mà ở pha ai nó miền lây nào phò bộ pha không dừng đọc bị bỏ lực nào mà chẳng anh này ở pha là anh này vì chỉ bật ca và cọt chẳng pha là pha bộ hãy tôi cười má nữa មួយគ្រូ pha muội tôi cười chẳng ở đấy ឃើញចឹងលោកគ្រូ anh ấy bỏ thằng pi lớp ban lên không cái này mấy vậy chẳng dừng do ai prim bật ca mấy vậy bật ហើ ca យដូចគ្នា giờ bật ca pin quá này bật ca vậy yeah vợ một cái vậy bỏ trang pi lớp anh nó pin với anh pi lớp ban lại được cái này ban cho nó được cái này mà được lại được cái này ban trắng viên chia bát cá này ban chấm nuốn mình đối cái này vô chẳng hạn បានលោកគ្រូ chứng dân ban F ประชุม F prim mà từ tới một pin với bát cá một pin mà nó mà năng ai vậy nghe chân program này F ประชุม F prim mà năng program này ai chẳng bên đây thằng này program này ai bộ cho mình năng program này ai prim cái mà và mũi vô chẳng mà program này ai mà năng muối đỏ program này ai prim vô vô lấy chẳng ai prim mà ban lấy đôi cái này pi bạc ca mà muối vô mà đến pi mà đến 7 lưỡi 4 បាទលើលោកគ្រូ mà đến 5 chọn អឺ hai năng của mùi chứ mấy màกันnày មួយ anh ai គុំ prima ហ្នឹងហើយលោកគ្រូ នេះស្មើនឹង6កណ្ដីចឹងយើងបានប្របា f prim គឺស្មើនឹង n f prim លើ n f ចឹងបានស្មើនឹង6លើមែន36ស្មើនឹង1លើ6យល់ ខ្ញុំទៅសុខ ចឹងបានប្រូបាននេះ s បាទលោកគ្រូ 1ដល់1លើ6ស្មើនឹង5លើ6ចា៎នេះឆ្ងល់គ្រូ មានទេលោកគ្រូ ផ្សេង អត់មានទេលោកគ្រូ ចឹងជាទូទៅបើយើងនិយាយប្រូបានប្រការសមាសយើងមានអីខ្លះប្រូបានប្រការសមាសគឺអីគេ
សមត្ថគឺជាទូទៅឡើយនេះយើងមាននេះគេនេះគឺប្រូបាមនៃ A ប្រជុំ B ឃើញបាទគឺត្រូវស្មើនឹងប្រូបាមនៃ A បូកឲ្យប្រូបាមនៃ B ដកឲ្យប្រូបាមនៃ A បន្សល់ B យល់យើងនិយាយវិធីស្ដីសំណុំនឹងហើយបានអញ្ចឹងគឺសំណុំគឺ A n នៃ A ប្រជុំ B មែននេះមកវាហ្នឹងយល់ទេនេះស្មើជាមួយនឹង n នៃ A បូកឲ្យ n នៃ B ហើយដកឲ្យ n នៃ A បន្សល់ B បានទេបានលោកគ្រូ ហើយធ្វើប្រូបាមទៅចែក NS ទៅឃើញប្រូបាមអញ្ចឹងយើងចែកនឹង NS ទៅវាឃើញចម្លើយមានន័យថាម៉េចដែរ n នៃ A បន្សល់ B ប្រជុំ B អញ្ចឹងរួមមុនគឺកាលតែប៉ុណ្ណឹងយើងសរសេរវាអត់សរសេរបាទហើយចែកជាមួយនឹង n នៃ A ស្មើគេស្មើនឹង n នៃ A ចែកជាមួយនឹង n នៃ A បូកជាមួយនឹង n នៃ B ចែកជាមួយចែកនឹង n នៃ A ដកជាមួយនឹង n នៃ A បន្សល់ B ចែកជាមួយនឹង n នៃ A អញ្ចឹងមានន័យថាម៉េចប្រូបាមនៃ A ប្រជុំ B ស្មើនឹងប្រូបាមនៃ A បូកឲ្យប្រូបាមនៃ B ដកឲ្យប្រូបាមនៃ A បន្សល់ B អញ្ចឹងលំហាត់របស់យើងរៀនវិភាគអន្សំហើយយើងគេរៀនចម្លើយយើងមានតែប៉ុណ្ណឹងទេអស់យើងមើលលំហាត់បត់បានប្រពុំថ្នាក់ទី11កម្រិតមូលដ្ឋានមានអីឲ្យយល់ហើយលំហាត់គំរូហ្នឹងមិនសួរលឺហ៎បាទលើលោកគ្រូ មើលហើយយើងមកសួរបាទពួកខ្ញុំអត់បានបរិលំហាត់ហ្នឹងមួយតើរៀនហ្នឹងមួយផងណាអញ្ចឹងយើងក្នុងខែ2យើងចប់រៀនប្រូក្រាមដូចខ្ញុំថាអញ្ចឹងតែកណ្ដាលខែយើងចប់យើងនៅប្រូក្រាមមានលក្ខខណ្ឌរៀនបន្តិចទៀតយើងធ្វើតែលំហាត់នឹងបន្ថែមលឺហ៎បាទលោកគ្រូ ហើយបើចង់រៀនលំហាត់ប្រូក្រាមនោះចង់រៀនមួយឆ្នាំតែឯងបានចេះខ្វះលំហាត់ទេតោះសម្រាប់តែមកដល់លំហាត់ទេយើងធ្វើលំហាត់នឹងប្រពុំលឺនៅ បាទលោកគ្រូ អើ